Sub-Zero I am reborn ភាពយន្តប្រយុទ្ធគឺសុទ្ធតែអំពីការប្រយុទ្ធមែនទេស៊ឺបស្រខ្ញុំបានកាត់ឡើងវិញប៉ុណ្ណឹងហើយសម្រាប់ Mortal Kombat ពីផ្ទាល់ខ្លួនខ្ញុំចូលចិត្តរឿងនេះជាងរឿងដំបូងឬ Mortal Kombat ក្នុងឆ្នាំ2021មិនអីទេវាជាខ្សែភាពយន្តប្រយុទ្ធវាជាឈុតឆាកប្រយុទ្ធគ្រោងរឿងគឺជាការសាកល្បងមួយអ្នកទាំងឡាយជាច្រើនដែលតាមដានឬជាអ្នកគ្រប់គ្រង Mortal Kombat ប្រកាសជាបានដឹងរួចហើយវាមិនមានអ្វីច្រើននៅក្នុងគ្រោងរឿងនោះទេភាគច្រើនវាជាឈុតឆាកប្រយុទ្ធវាជាឈុតឆាកប្រយុទ្ធរវាង Yathrem និង Arturus គ្រោងរឿងត្រូវបានបំផ្លើសតាំងពីផ្នែកដំបូងមកកម្លេះវាមានន័យថា Arturus បានឈ្នះ9ដងប្រសិនបើ Arturus ឈ្នះ10ដងវានឹងដណ្ដើមយក Yathrem Yathrem គឺជាពិភពមនុស្សរបស់យើងផ្នែកទី2នឹងសម្រេចថាតើ Yathrem នឹងរស់រានមានជីវិតឬអត់ឬក៏ Yathrem នឹងក្លាយជាអ្នកចាញ់ Arturus អ្នកត្រូវតែមើលភាពយន្តនេះដោយខ្លួនឯងផ្ទាល់ខ្លួនខ្ញុំចូលចិត្តផ្នែកនេះច្រើនជាងផ្នែកទី1ព្រោះផ្នែកនេះមានភាពខ្លាំងក្លាជាងមានឈុតឆាកកំ pl ែងរបស់តួអង្គមួយចំនួនវាជាចម្ងាយតូចមួយដូច្នេះភាពយន្តនេះមិនតានតឹងពេកទេតួអង្គដែលខ្ញុំកំពុងនិយាយអំពីគឺ Johnny Cage នៅក្នុងផ្នែកដំបូងតួអង្គដែលលេចធ្លោជាងគេគឺ Koreng សាច់ឈាមរបស់ Scorpion គឺ Henso Hasashi នៅក្នុងផ្នែកទី1ខ្ញុំមានអារម្មណ៍ថាខ្ញុំដូចជាតួអង្គនេះអញ្ចឹងតួអង្គសំខាន់ឬ Koreng ប៉ុន្តែនៅក្នុងផ្នែកទី2 Johnny Cage គឺជាតួអង្គសំខាន់វាមិនមែនថាគាត់ជាតួអង្គសំខាន់នោះទេតួអង្គទាំងអស់សុទ្ធតែលេចធ្លោស្មើគ្នាប៉ុន្តែ Johnny Cage ហាក់ដូចជាមានពណ៌សម្បុរសម្រាប់ភាពយន្តច្រើនជាងព្រោះរាល់ពេលដែល Johnny Cage មកគាត់តែងតែខឹងគាត់ជាពណ៌សម្រាប់ភាពយន្តខ្ញុំមិនដឹងថាអ្នកមានអារម្មណ៍ដូចគ្នាអត់ទេខ្ញុំមានអារម្មណ៍ថា Johnny Cage ជាអ្នកសម្លាប់សត្វមកពីរឿង The Boys ប៉ុន្តែវាមិនមែនថា Johnny Cage គ្មានពុកមាត់នោះទេប៉ុន្តែអ្នកសម្លាប់សត្វមានពុកមាត់រឹងមាំហើយគាត់មិនពឹងផ្អែកលើពាក្យសម្ដីរបស់គាត់ទេខ្ញុំមិនដឹងទេខ្ញុំមានអារម្មណ៍ថាគាត់ដូចជាអ្នកលូកសាច់តួអង្គឃាតករដែលមានពុកមាត់តួអង្គដែលខ្ញុំចូលចិត្តហើយខ្ញុំមានអារម្មណ៍ថាគាត់លយណាស់តួអង្គអាក្រក់ឬ Shao-Kahn តួអង្គក្នុងរឿង Outworld ហើយនៅក្នុងផ្នែកដំបូងនៃរឿងខ្ញុំពិតជាចូលចិត្តឈុតដែល Shao-Kahn ទៅច្បាំងជាមួយរដ្ឋធានី Edenia ឈ្មោះនេះពិបាកអានបន្តិចរាជធានីនៃ Edenia គឺ Regeneros នៅសល់តែមួយដងទៀតប៉ុណ្ណោះ Edenia Outworld ឈ្នះ9ដងប្រសិនបើ Outworld ឈ្នះលើកនេះគាត់នឹងឡើងកាន់តំណែងជំនួស Edenia ហើយ Shao-Kahn នឹងគ្រប់គ្រងទាំង Edenia និង Outworld ឈុតបើកឆាកគឺគួរឲ្យរំភើបណាស់ Shao-Kahn និង Regeneros ប្រយុទ្ធគ្នាខ្ញុំពិតជាចូលចិត្តវាណាស់បរិយាកាសនិងការរចនាឈុតឆាកប្រយុទ្ធគឺល្អបំផុតនោះហើយជាមូលហេតុដែលខ្ញុំចូលចិត្តផ្នែកនេះច្រើនជាងផ្នែកដំបូងខ្ញុំមិនខាក់ចិត្តទេប្រសិនបើអ្នកចាប់អារម្មណ៍នឹងឈុតឆាកប្រយុទ្ធដ៏រំភើបខ្សែភាពយន្តនេះល្អឥតខ្ចោះទោះបីជារឿងនេះមិនសូវគួរឲ្យចាប់អារម្មណ៍ក៏ដោយខ្ញុំត្រូវតែនិយាយថាវាខ្លាំងក្លាណាស់ជាពិសេសនៅពេលដែល Shao-Kahn បានយកឈ្នះ Regeneros ខ្ញុំមានអារម្មណ៍សោកស្ដាយចំពោះព្រះនាងខ្ញុំមានអារម្មណ៍សោកស្ដាយចំពោះភរិយាឬម្ចាស់ស្ត្រីនៃរាជាពីព្រោះបន្ទាប់ពី Shao-Kahn បានយកឈ្នះ Regeneros រួចហើយ Edenia បានធ្លាក់ទៅក្នុងដៃរបស់ Shao-Kahn ពីព្រោះវាត្រូវបានបញ្ចប់10ដងហើយគោលដៅបន្ទាប់របស់ Shao-Kahn គឺ Yathrem ឬពិភពមនុស្សរបស់យើងនឹងតួអង្គពីផ្នែកទី1អ្នកអាចមើលឃើញថាពួកគេមិនទាន់ស្លាប់នៅឡើយទេតួអង្គសំខាន់គឺ Lin Ping-O មិនមែនទេ Liu Kang គឺជាមនុស្សល្អបំផុតនៃ Pandatrem គាត់មានអំណាចភ្លើង Liu Kang សង្ហាជាងគេក្នុងក្រុម Liu Kang សង្ហាជាងគេ Jack Cadillac Jack Cadillac មានអំណាចភ្លើង Koyeng គឺជាតួអង្គសំខាន់នៃផ្នែកទី1ប៉ុន្តែនៅក្នុងផ្នែកនេះគាត់ត្រូវបានកាត់ជារាងកាយធំជាងគាត់គឺជា Johnny Cage គាត់គឺជាផ្នែកដ៏ធំមួយ Sonya Blade និងទេវតា Raiden គឺជាអ្នកប្រយុទ្ធនៃ Pandatrem Arturus មានព្រះនាង Kitana នាងគឺជាអ្នកប្រយុទ្ធសម្រាប់ Arturus ប៉ុន្តែនាងមិនពេញចិត្តទេពីព្រោះភ្លាមដែល Shao-Kahn គ្រប់គ្រង Edenia ទាំងព្រះនាង Kitana និងម្ដាយរបស់នាងជារបស់ Shao-Kahn ប៉ុន្តែមានតែមួយគត់នាងបានក្លាយជាកូនស្រីរបស់ Shao-Kahn តាមរយៈអាពាហ៍ពិពាហ៍ប៉ុន្តែព្រះនាង Kitana នាងមិនបានស្រឡាញ់ Shao-Kahn ទេពីព្រោះនាងមានគោលដៅសងសឹក Shao-Kahn ជំនួសឪពុករបស់នាងនៅក្នុងផ្នែកនេះព្រះនាង Kitana កំពុងព្យាយាមស្វែងរកមធ្យោបាយដើម្បីជួយ Yathrem ឲ្យឈ្នះសមរភូមិនេះហើយមិនចង់ឲ្យ Shao-Kahn គ្រប់គ្រង Pandatrem ទេហើយផ្នែកដែលខ្ញុំមានអារម្មណ៍ថាខ្ញុំមិនពេញចិត្តនៅក្នុងផ្នែកនេះមានគ្រូពេទ្យខ្មោចម្នាក់គ្រូពេទ្យខ្មោចអាចរស់ឡើងវិញនៅអ្នកប្រយុទ្ធដែលបានស្លាប់ហើយនាំគាត់ឲ្យមានជីវិតឡើងវិញនៅក្នុងផ្នែកនេះខ្ញុំគិតថាវាដូចជាហ្គេមពេកហើយមិនអីទេខ្សែភាពយន្តនេះត្រូវបានផលិតចេញពីហ្គេមមួយខ្ញុំអាចយល់បានអ្នកណាដែលស្លាប់អាចរស់ឡើងវិញបានដូចដែលអ្នកអាចមើលឃើញអ្នកប្រយុទ្ធដែលស្លាប់មកពីផ្នែកមួយដូចកាណូគង់ឡាវអនុសូនអ្នកប្រយុទ្ធដែលស្លាប់អាចរស់ឡើងវិញបានដោយគ្រូពេទ្យខ្មោចមកពី Shao-Kahn នៅក្នុងផ្នែកនេះខ្ញុំគិតថាខ្ញុំចូលចិត្ត Shao-Kahn ប៉ុន្តែវាជាការអាណិតណាស់ដែលអ្នកប្រយុទ្ធដែលស្លាប់មិនអាចរស់ឡើងវិញបានប្រសិនបើអ្នករស់ឡើងវិញចូលរស់ឡើងវិញដើម្បីបញ្ចប់ក្រុមអ្នកប្រយុទ្ធដែលស្លាប់ហើយដែលខ្ញុំចូលចិត្តគឺ Shao-Kahn ខ្ញុំគិតថាឈ្មោះរបស់គាត់គឺ Shao-Kahn ឈ្មោះរបស់គាត់ស្រដៀងនឹង Shao-Kahn
ខ្ញុំមិនឃើញគាត់នៅក្នុងផ្នែកនេះទេអ្នកប្រយុទ្ធដែលបានស្លាប់ពីផ្នែកទី1នៅក្នុងផ្នែកទី1គាត់បានប្រយុទ្ធជាមួយខូរ៉េងហើយគាត់អាចដោះសោអំណាចសម្ងាត់របស់ខូរ៉េងនោះគឺជាអំណាចរបស់ខូរ៉េងសូមឲ្យខ្ញុំនិយាយអំពីខូរ៉េងនៅក្នុងផ្នែកនេះកូយ៉ាងមិនល្អដោយផ្នែកទី1ទេគាត់បានសម្លាប់កូយ៉ាងនៅក្នុងឈុតដែលគាត់បានប្រយុទ្ធជាមួយសៅខាន់គាត់គឺជាចៅហ្វាយកូយ៉ាងបានប្រយុទ្ធជាមួយសៅកាន់និយាយឲ្យចំទៅកូយ៉ាងបានឈ្នះកុំភ្លេចថាកូយ៉ាងគឺជាសាច់ញាតិឈាមរបស់ Hanzo Hasashi ឬខ្យាដំរីតាមពិតទៅកូយ៉ាងបានឈ្នះសៅខាន់ជាអ្នកបោកប្រាស់គាត់បានប្រើសាច់ញាតិឈាមរបស់គាត់ដើម្បីទទួលបានថាមពលពី Raiden ឬ Scorpion គាត់បានលាយថាមពលជាមួយម៉ាស៊ីនដើម្បីវាយប្រហារទ្រូងរបស់គាត់វាបានបណ្ដាលឲ្យ Shouken ស្លាប់ខ្ញុំមិនគិតថាវាខុសទេគាត់អាចចាក់អ្នកណាក៏បានប៉ុន្តែរបួសរបស់គាត់នឹងជាសេះស្បើយទោះបីជាគាត់អាចចាក់អ្នកណាក៏បានក៏ដោយវាគ្មានប្រយោជន៍ទេព្រោះ Shouken អាចព្យាបាលរបួសរបស់គាត់បាននោះហើយជាមូលហេតុដែល Koen ចាញ់ Shouken បានចាក់ Koen ចំក្បាលវាជាឈុតឆាកដ៏សោកសៅមួយប្រសិនបើអ្នកមើលផ្នែកទី1ហើយបន្ទាប់មកមើលផ្នែកនេះអ្នកគឺជាតួអង្គសំខាន់នៅក្នុងផ្នែកទី1ហើយអ្នកត្រូវបានគេសម្លាប់វាពិតជាគួរឲ្យសោកស្ដាយណាស់ទោះជាយ៉ាងណាក៏ដោយកុំភ្លេចថាផ្នែកទី2បង្ហាញថាគាត់អាចប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញបានដោយប្រើគ្រូពេទ្យខ្មោចនេះខ្ញុំមិនប្រកាសថាតើគ្រូពេទ្យខ្មោចនេះជាមនុស្សតែម្នាក់គត់ដែលអាចប្រោសអ្នកប្រយុទ្ធដែលស្លាប់ឲ្យរស់ឡើងវិញឬអត់នោះទេនោះហើយជាមូលហេតុដែលខ្ញុំមានអារម្មណ៍ថាវាពាក់កណ្ដាលហើយប្រសិនបើគាត់ស្លាប់ទៅវាមិនមានផលប៉ះពាល់អ្វីធំដុំទេបើគាត់ស្លាប់គាត់ក៏ស្លាប់ដែរគាត់អាចរស់ឡើងវិញនៅទីបញ្ចប់ឧទាហរណ៍នៅក្នុងផ្នែកដំបូងកេណូត្រូវបានសម្លាប់ដោយខ្មោចឆាយគាត់ត្រូវបានគេចាក់ចំភ្នែកអំណាចពិសេសរបស់កេណូគឺភ្នែកឡាស៊ែរបស់គាត់ត្រូវបានគេចាក់ចំភ្នែកនៅក្នុងផ្នែកទី1គង់ឡាវត្រូវបានសម្លាប់ដោយវិញ្ញាណមួយនៅក្នុងផ្នែកទី1អំណាចនៃមុខសុវត្ថិភាពដែករបស់គាត់គង់ឡាវត្រូវបានសម្លាប់នៅក្នុងផ្នែកទី1គាត់ត្រូវបានប្រោសឲ្យរស់ឡើងវិញដោយគ្រូខ្មោចនៅទីបញ្ចប់គង់ឡាវត្រូវបានសម្លាប់ដោយលីវកាងបរិសសង្ហារបស់យើងលីវកាងត្រូវបានសម្លាប់ដោយគង់ឡាវលីវកាងត្រូវបានសម្លាប់គ្មានជំរើសទេពួកគេជាបងប្អូនប្រុសស្រីពួកគេមានទំនាក់ទំនងគ្នាតាំងពីផ្នែកដំបូងលីវកាងគឺចាំបាច់ណាស់ក្នុងការសម្លាប់គង់ឡាវគ្មានជំរើសទេអ្នកមិនគួរត្រឡប់មកវិញតាំងពីដើមមកទេប៉ុន្តែអ្នកត្រូវបានចិញ្ចឹមដោយគាត់ធំធាត់ឡើងដើម្បីប្រយុទ្ធគាត់គឺជាតំណាងនៃ Outworld ដែលនឹងត្រូវប្រយុទ្ធជាមួយ Yeathrilum វាជាការពិតដែលថាមានការប្រយុទ្ធគ្នាច្រើនប៉ុន្តែឈុតឆាកនីមួយគឺសប្បាយឈុតឆាកប្រយុទ្ធនីមួយសុទ្ធតែសប្បាយជាពិសេសឈុតដែលវិជ្ជាបណ្ឌិតលើក Sub-Zero ចេញពីធានរកហើយ Sub-Zero នេះគឺដូចជាសត្វដ៏កម្រមួយម្ដងទៀតវាមិនមែនជា Sub-Zero ដើមទេវាដូចជា Sub-Zero ដែលមានថាមពលលើសពីការរំពឹងទុកវាអាចបំបែកចេញពីគ្នាបានពីឧទាហរណ៍ដែលយើងបានឃើញជាមួយ Scorpion មែនទេវាអាចបំបែកចេញពីគ្នាដូច Vergil ក្នុង Devil May Cry មែនហើយដូចនោះខ្ញុំគិតថាវាលយណាស់ Scorpion និង Sub-Zero គឺជាតួអង្គលយបំផុតនៅក្នុង Mortal Kombat មិនថាវាជាភាពយន្តឬកំណាយហ្គេមណាមួយទេខ្ញុំគិតថាតួអង្គទាំងពីរនេះលយបំផុតហើយឈុតប្រយុទ្ធដែលមិនអន់ជាងឈុតដំបូងដែលខ្ញុំចូលចិត្តគឺឈុតដែលមនុស្សគ្រប់គ្នាត្រូវលួចម៉ាស៊ីនព្រោះនៅពេលនេះ Raiden រងរបួសយ៉ាងធ្ងន់ធ្ងរព្រោះគាត់ត្រូវបានមុខសុវត្ថិភាពរបស់ Iron Helmet របស់ Kung Lao វាជារបួសមែនទេហើយវាត្រូវការថាមពលខ្លះរបស់ទេវតាដើម្បីចាក់ចូលទៅក្នុងម៉ាស៊ីនដែលបណ្ដាលឲ្យអ្នកលូកក្លាយជាអមតៈឬនិយាយឲ្យសាមញ្ញទៅវាស្ថិតនៅក្នុងចក្រវាលនៅក្នុងឈុតឆាកជាមួយ Liu Kang, Jack, Sonya Blade និង Johnny Cage អ្នកទាំង4អ្នកនេះបានជាប់ពាក់ព័ន្ធនឹង Edenia ដើម្បីលួចម៉ាស៊ីនហើយពួកគេត្រូវប្រឈមមុខនឹង Kane ទោះបីជាពាក់មុខសុវត្ថិភាពក៏ដោយក៏ពួកគេនៅតែមិនអាចយកវាចុះបានដែរនៅក្នុងឈុតនេះវាពិតជាសាហាវណាស់ជាពិសេសយើងអាចមើលឃើញការវិវត្តរបស់ Liu Kang តាំងពីភាគដំបូងមកកម្លាំងបាញ់មិនសូវខ្លាំងទេប៉ុន្តែពេលនិយាយដល់ភាគនេះវាហាក់ដូចជាល្អជាងកម្លាំងបាញ់របស់ Liu Kang គឺដូចជាពស់នាគវាពិតជាខ្លាំងក្លាណាស់ហើយ Liu Kang គឺលយណាស់គាត់គឺជាមនុស្សដំបូងគេនៅក្នុងពិភព Panday ហើយនៅក្នុងឈុតនេះគួរតែជា Jack ដែលជា Iron Arm Jack ដែលត្រូវបានសម្លាប់ដោយ Kane ឥឡូវនេះមាន Sonya Blade និង Liu Kang ចំពោះ Johnny Cage និង Kano ដែលជាសត្វស្លាបក្បាលពីរពួកគេបានទៅផ្លូវផ្សេងខ្ញុំគិតថាពួកគេគួរតែទៅ Netherrealm ឬ Dandin Rock ដើម្បីរក Scorpion ដើម្បីជួយគាត់ទៅ Netherrealm ពីព្រោះនៅក្នុង Netherrealm មាន Behan ឬ Sub-Zero នៅទីនោះហើយមូលហេតុដែលពួកគេត្រូវទៅ Sub-Zero គឺដោយសារតែ Sub-Zero បានយក Scorpion ដើម្បីការពារចៅហ្វាយរបស់គាត់គឺ Kane ពួកគេត្រូវទៅ Netherrealm ដើម្បីយក Scorpion មកវិញហើយពួកគេត្រូវនាំយកអំណាចពី Scorpion ត្រឡប់ទៅ Raiden វិញមុនពេល Kane ក្លាយជាអមតៈឬមុនពេលគាត់សម្លាប់អ្នកប្រយុទ្ធ Outlander ទាំងអស់ហើយ Kano អាចទៅជាមួយ Johnny Cage មានតួអង្គពីរដែលត្រូវគ្នាយ៉ាងល្អនៅក្នុងរឿងភាគទី2 Kano ពីរឿងភាគទី1យើងអាចមើលឃើញថាគាត់ពិតជាគួរឲ្យរំខានណាស់ខណៈពេលដែល Johnny Cage គឺគួរឲ្យអស់សំណើចណាស់ពាក្យសម្ដីរបស់គាត់គឺគួរឲ្យអស់សំណើចគ្រប់ពេលជាពិសេសនៅពេលដែល Johnny Cage ចេញមកហើយដូចដែលយើងអាចមើលឃើញនៅពេលដែល Sub-Zero ប្រយុទ្ធជាមួយ Scorpion ម្ដងទៀតនេះគឺជាឈុតដែល Johnny Cage និង Kano ត្រូវយកថាមពលពី Sub-Zero នៅក្នុងកំណែដែលបានធ្វើឲ្យប្រសើរឡើងនៅពេលដែល Scorpion ដឹងថា Sub-Zero បានត្រឡប់មកវិញគាត់ចង់បញ្ចប់ Sub-Zero
គាត់មិនអាចនៅជាមួយគាត់បានទេព្រោះ Sub-Zero ជាអ្នកដែលបានសម្លាប់ប្រពន្ធឬ Scorpion របស់ Hanzo Hasashi ដូច្នេះពួកគេឆ្លោះគ្នាម្ដងទៀតហើយវាពិតជាគួរឲ្យរំភើបណាស់ប៉ុន្តែមុនពេល Keno និង Johnny Cage មកដល់ Netherrealm ខ្ញុំចូលចិត្តពេលដែល Earthrealm ព្យាយាមតាក់ទង Balague ដើម្បីនាំគាត់ទៅកាន់ Edenia មានផ្លូវសម្ងាត់មួយប៉ុន្តែមានតែ Balague ទេដែលដឹងពីផ្លូវដំបូងឡើយពួកគេមិនដឹងថាមានអ្វីកើតឡើងទេពួកគេគ្រាន់តែនិយាយជាមួយ Balaga ប៉ុន្តែគាត់មិនចង់ទៅជាមួយ Balaga ទេដូច្នេះ Johnny Cage ចំអកគាត់ Balaga ខឹងហើយចង់វាយគាត់បញ្ហាគឺថា Johnny Cage ជាបុរសកំប្លែងម្នាក់គាត់ជាមនុស្សល្អគាត់មិនអីទេក្នុងការធ្វើជាតារាសម្ដែងគាត់មិនមែនជាតារាសម្ដែងទេតែជាតារាសម្ដែងម្នាក់ដូច្នេះវាជាឈុតឆាកកំប្លែងមួយវាមិនមែនជារឿងធ្ងន់ធ្ងរឬគួរឲ្យអស់សំណើចនោះទេវាជាការប្រកួតពាក់កណ្ដាលណាក៏ដោយប៉ុន្តែខ្ញុំមិនអីទេហើយចុងក្រោយ Johnny Cage អាចយកឈ្នះ Balague គាត់អាចវាយ Bellator ឬទាត់គាត់បានខ្ញុំមិនចាំទេដូច្នេះ Bellator យល់ស្របហើយចាត់ទុក Johnny Cage ជាគ្រូបង្រៀនវាឈ្គួតណាស់ script នេះពិតជាធ្ងន់ធ្ងរនិងកំប្លែងខ្ញុំមិនអាចទីទីដោយនៃភាពយន្តនេះបានទេដូច្នេះខ្ញុំគិតថាវាជាការលាយបញ្ចូលគ្នាដ៏ល្អមួយវាមិនតានតឹងពេកហើយក៏មិនឈួតពេកដែរខ្ញុំគិតថាវាល្អនៅពេលដែល Scorpion អាចសម្លាប់ Sub-Zero បានយ៉ាងល្អឥតខ្ចោះម៉ាស៊ីនរបស់ Bellator ត្រូវបានបំផ្លាញហើយអំណាចរបស់ Raiden បានត្រឡប់មកវិញ Raiden ប្រយុទ្ធជាមួយគ្រូពេទ្យខ្មោចគាត់កំពុងព្យាយាមសម្លាប់ Raiden វាជាពេលវេលាដ៏ល្អឥតខ្ចោះហើយនៅទីបញ្ចប់ម្ចាស់ Stray Kitana បានស្ថិតនៅក្នុងពិភពខាងក្រៅអ្នកប្រយុទ្ធលើផែនដីទាំងអស់ត្រូវបានសម្លាប់ដូច្នេះម្ចាស់ Stray Kitana បានផ្លាស់ទៅផែនដីហើយសម្រេចចិត្តប្រយុទ្ធនឹងខាន់នាងក៏បានសងសឹកប្អូនស្រីរបស់នាងឈ្មោះ Rasa ផងដែរឥឡូវនេះខាន់មិនមែនជាអមតៈទេពីព្រោះម៉ាស៊ីនត្រូវបានបំផ្លាញដោយ Johnny Cage និង Keno អំណាចរបស់ Raiden បានត្រឡប់មកវិញដូច្នេះខាន់មិនមែនជាអមតៈទេនោះហើយជាមូលហេតុដែលម្ចាស់ Stray Kitana អាចប្រយុទ្ធនិងសម្លាប់ Kahen នោះហើយជាមូលហេតុដែល Earthrealm មិននៅក្នុង Outworld ទេពីព្រោះវាមិនអាចឈ្នះ10 ដងប៉ុន្តែវាឈ្នះ 9 ដងនិងចាញ់ក្នុងលើកទី10វាជាការបរាជ័យពិភពខាងក្រៅមិនអាចគ្រប់គ្រងផែនដីបានទេអ្នកដែលបានស្លាប់គឺ Liu Kang គាត់ត្រូវបានសម្លាប់ដោយពួក Khan Sanchabade នៅរស់រានមានជីវិតនៅឡើយប៉ុន្តែគាត់ត្រូវបានសម្លាប់ដោយ Khan ដោយដែលខ្ញុំបាននិយាយវាមិនមានផលប៉ះពាល់ច្រើនទេពីព្រោះយើងដឹងថាវាអាចដាស់មនុស្សស្លាប់ឲ្យភ្ញាក់ឡើងពីព្រោះលោកវិជ្ជាបណ្ឌិតនៅមានជីវិតហើយនៅទីបំផុតមានការពិភាក្សាអំពីអ្នកណាដែលត្រូវដាស់បើមានផ្នែកទី3ខ្ញុំគិតថាវានឹងត្រូវបានដាស់ពិន្ទុដែលខ្ញុំផ្ដល់ឲ្យ Mortal Kombat 2 គឺ 7/10 7/10 ឈុតឆាកប្រយុទ្ធនិងការរចនារបស់តួអង្គដូចជា Shao Kahn និងតួអង្គផ្សេងទៀតគឺត្រូវបានបង្កើតឡើងយ៉ាងល្អកំប្លែងនិងឈុតឆាកដែលបង្កើតបរិយាកាសរបស់តួអង្គដូចជា Johnny Cage ដែលចេញមកលេងសើចនិង Keno ដែលជាសត្វស្លាបក្បាលពីរមកពី Outworld នៅទីបញ្ចប់គាត់បានផ្លាស់ទៅ Earthrealm ព្រោះ Earthrealm គឺជាពិភពលោកដែលគួរឲ្យរស់នៅបំផុតមានស្រាបៀរត្រជាក់ម៉ាស៊ីនត្រជាក់ទូរទស្សន៍ post YouTube និងអ្វីផ្សេងទៀតប៉ុន្តែគ្មានអ្វីនៅក្នុង Outworld ទេមានតែខ្សាច់ដីភ្នំនិងភាពងឹតប៉ុណ្ណោះគ្មាន channel ដើម្បីមើល Outworld ទេដូច្នេះ Keno មិនអាចទទួលយកជីវិតបែបនោះទេដូច្នេះគាត់បានផ្លាស់ទៅ Earthrealm ហើយបានក្លាយជាដៃគូជាមួយ Johnny Cage ចំពោះគ្រោងរឿងវិញខ្ញុំគិតថាវាគ្មានអ្វីទាំងអស់ដោយដែលខ្ញុំបាននិយាយអញ្ចឹងវាជាខ្សែភាពយន្តប្រយុទ្ធ Mortal Kombat គឺជាហ្គេមប្រយុទ្ធវាជាហ្គេមប្រយុទ្ធពួកគេបានបន្ថែមរឿងតូចមួយដើម្បីធ្វើឲ្យវាកាន់តែគួរឲ្យចាប់អារម្មណ៍ប៉ុន្តែចំណុចសំខាន់គឺឈុតឆាកប្រយុទ្ធនិងសកម្មភាពដូច្នេះ Mortal Kombat 2 គឺល្អជាង Mortal Kombat 1ដូច្នេះខ្ញុំផ្ដល់ឲ្យ Mortal Kombat 2 7 ពិន្ទុ